ក្រោយពេលសាលារៀននឹងវ៉ាកងធំមកពេលដែលពួកខ្ញុំនឹងត្រឡប់មកស្នាក់នៅបន្ទប់ម្ដងហ្នឹងមករួមបន្ទប់របស់ខ្ញុំតែងតែចូលបន្ទប់ទឹកនៅពាក់កណ្ដាលត្រៀតហើយនៅក្នុងនោះនឹងសំងំប្រហែលកន្លះម៉ោងទើបចេញមកពេលខ្ញុំកំពុងតែសម្រានលងលក់ស្រួលហ្នឹងគាត់តែងតែរំខានខ្ញុំនឹងរាល់យប់ខ្ញុំទ្រាំលេងបានហ្នឹងក៏សម្រេចចិត្តចុះពីលើគ្រែដើម្បីមើលថាតើគាត់នឹងកំពុងតែធ្វើអ្វីនៅក្នុងនោះស្រាប់តែមិត្តរួមបន្ទប់នៅគ្រែជាន់ក្រោមខ្ញុំនឹងក៏ចាប់ជើងខ្ញុំហើយធ្វើសញ្ញាប្រាប់ឲ្យខ្ញុំនឹងឆាប់ត្រឡប់ទៅលើគ្រែវិញពេលខ្ញុំទើបតែដេកចុះនឹងខ្ញុំក៏បានទទួលសារពីគាត់កុំក្រោកឡើងឲ្យសោះនាងនឹងមិនមែនជាមនុស្សទេស្រាប់តែពេលខ្ញុំនឹងងើបមុខឡើងនឹងឃើញមិត្តរួមបន្ទប់ដែលនៅក្នុងបន្ទប់ទឹកនោះនឹងសុកស្រាប់តែឈរនៅមុខគ្រែខ្ញុំដោយគ្មានសម្លេងបន្តិចសោះក្រោយពីសាលារៀនវ៉ាកងធំមកមិត្តរួមបន្ទប់ខ្ញុំនឹងពិសិដ្ឋមានសភាពចម្លែកខ្លាំងណាស់គាត់តែងតែរត់ទៅបន្ទប់ទឹកនៅម៉ោង 3-4 ទៀបភ្លឺហើយនៅទីនោះនឹងប្រហែលកន្លះម៉ោងជារៀងរាល់ថ្ងៃអ្វីដែលសំខាន់ហ្នឹងគឺរាល់លើគាត់មិនបានប្រយ័ត្នសកម្មភាពទេពេលខ្ញុំកំពុងតែគេងលងលក់ស្រួលហ្នឹងតែងតែត្រូវគាត់នឹងរំខានរាល់យប់ធ្វើឲ្យខ្ញុំនឹងគេងមិនលក់សោះហើយបណ្ដាលឲ្យមានស្នាមខ្មៅក្រោមភ្នែកទៀតពេលថ្ងៃខ្ញុំសួរគាត់នឹងគាត់គ្រាន់តែឆ្លើយថាលេងអើយគ្នានឹងរាល់យប់នឹងមិនបានចាំថាទៅបន្ទប់ទឹកតាំងពីពេលណាទេប៉ុន្តែពេលគាត់និយាយនឹងតែងតែបង្ហាញនៅសកម្មភាពនឹងចម្លែកដែលមើលទៅនឹងដូចមានអ្វីនឹងលាក់បាំងខ្ញុំនឹងនៅក្នុងចិត្តខ្ញុំនឹងមិត្តរួមបន្ទប់ផ្សេងទៀតនឹងសង្ស័យយ៉ាងខ្លាំងថាតើថ្មីនេះនឹងគាត់មានភាពតានតឹងពេកឬហើយយ៉ាងណាបានជាគាត់នឹងទៅបន្ទប់ទឹកនៅពាក់កណ្ដាលត្រៀតដើម្បីយំបន្ធូរអារម្មណ៍ឬក៏យ៉ាងម៉េចក៏ពួកខ្ញុំនឹងមិនដឹងដែរយប់នោះនឹងខ្ញុំកំពុងតែយកសពល្អផងស្រាប់តែត្រូវដាស់ដោយសំឡេងរំកិលកៅអីនៅក្នុងបន្ទប់ថ្ងៃធម្មតានឹងមិនអីទេតែលើកនេះនឹងការយកសពរបស់ខ្ញុំនឹងកំពុងតែដល់ចំណុចសំខាន់ផងស្រាប់តែនាងនឹងរំខានទៀតខ្ញុំនឹងទ្រាំលេងបាននឹងក៏ទាញភួយចេញហើយចុះពីលើគ្រែសម្រាប់ចិត្តថាត្រូវពិភាក្សាជាមួយនឹងពិសិដ្ឋម្ដងពេលខ្ញុំចុះពីលើគ្រែមកក្រោមនឹងមិនទាន់ចោតដល់អីផងស្រាប់តែអាដុលដែលនៅគ្រែខាងក្រោមនឹងក៏ងើបអង្គុយឡើងខ្ញុំភ័យពេកស្ទើរតែធ្លាក់ពីលើជណ្ដើរអាដុលធ្វើសញ្ញាឲ្យខ្ញុំនឹងស្ងាត់ហើយគាត់បានយកដៃចាប់ជើងព្យាយាមរុញខ្ញុំនឹងឡើងទៅលើវិញដំបូងខ្ញុំគិតថាគាត់នឹងលេងសើចជាមួយនឹងខ្ញុំទេប៉ុន្តែគេបែរជាមានទឹកមុខភ័យស្លន់ស្លោនិងប្រញាប់ប្រញាល់រុញឲ្យខ្ញុំនឹងត្រឡប់ឡើងទៅលើគ្រែវិញខ្ញុំក៏ព្រមស្ដាប់គាត់ហើយត្រឡប់ទៅលើគ្រែខាងលើវិញខ្ញុំបានផ្ញើសារទៅគាត់ថាយ៉ាងម៉េចឯងនឹងក៏ត្រូវបានដាស់ដោយសម្លេងរំកិលកៅអីដែរមែនអត់2វិនាទីក្រោយនឹងទូរស័ព្ទរបស់ខ្ញុំក៏ញ័រឡើងសារជាថ្មីហើយវាជាសារឆ្លើយតបពីអាដុលថាគុំក្រោកឲ្យសោះគាត់នឹងមិនមែនជាពិសិដ្ឋទេពេលខ្ញុំឃើញសារនេះប្រតិកម្មដំបូងរបស់ខ្ញុំគឺទប់សំណោចមិនបានទោះបីជាសំឡេងសើចមិនខ្លាំងប៉ុន្តែនៅពាក់កណ្ដាលត្រៀតនឹងស្ងាត់ជ្រងំគឺឮច្បាស់ណាស់ខ្ញុំគិតថាអាដុលនឹងជាមនុស្សចូលចិត្តលេងសើចបែបនេះប្រកាសជាលេងសើចនឹងខ្ញុំហើយអាដុលក៏ផ្ញើសារមកម្ដងទៀតគុំបញ្ចេញសំឡេងដាច់ខាតដោយសារតែមើលទៅអាដុលនឹងដូចជាមានភាពលេងមែនតែនបែបនេះខ្ញុំត្រូវតែសហការជាមួយគាត់ហើយក៏បានឆាតទៅពិសិដ្ឋអាសិដ្ឋឯងនឹងនៅក្នុងបន្ទប់ទឹកនឹងមិនទាន់ប្រតិបត្តិការហើយទេមែនអត់រងចាំ 2-3 វិនាទីនឹងគ្មានការឆ្លើយតបនឹងចម្លែកណាស់ពិសិដ្ឋនឹងមិនថាគាត់ទៅបន្ទប់ទឹកឬធ្វើអ្វីក៏ដោយនឹងគាត់មិនអាចមិនយកទូរស័ព្ទទៅជាមួយទេខ្ញុំនឹងក៏ផ្ញើសារមួយទៀតទៅគាត់ភ្លាមពិសិដ្ឋឆ្លើយតបជាមួយនឹងយើងភ្លាមលើកនេះខ្ញុំបានឮសំឡេងទូរស័ព្ទរំញ័រនឹងចេញពីលើគ្រែរបស់ពិសិដ្ឋសំឡេងរំញ័រនេះនឹងក៏ឮច្បាស់ខ្លាំងណាស់នៅក្នុងបន្ទប់ដ៏ងងឹតស្ងាត់ចង្ងំនេះខ្ញុំក៏គិតថាគាត់នឹងពិតជាសាហាវមែនហ៊ានទៅបន្ទប់ទឹកនឹងដោយមិនយកទូរស័ព្ទទៅទៀតមិនអបសុកទេអីសារថ្មីនឹងមកពីអាដុលនឹងបានលោតឡើងមកលើអេក្រង់ទូរស័ព្ទម្ដងទៀតអាលេងកុំផ្ញើសារទៀតឆាប់បិទអេក្រង់ទូរស័ព្ទភ្លាមទៅអញ្ចឹងទៅខ្ញុំនឹងក៏ចុចឡុកទូរស័ព្ទហើយដាក់វានៅក្បែរខ្នើយហើយចោះចាំពិសិដ្ឋចេញមកចាំសួរគាត់ទៀតស្រាប់តែភ្លាមនឹងនៅមុខគ្រែខ្ញុំនឹងមានស្រមោលមនុស្សម្នាក់នឹងបានលេចឡើងដោយគ្មានសំឡេងតាំងពីពេលណាមិនដឹងរំពេចនោះខ្ញុំមានអារម្មណ៍ថាព្រឺសម្បល់ខ្ញាក់អស់ងងុយដេកតែម្ដងក្រែងពិសិដ្ឋនឹងនៅក្នុងបន្ទប់ទឹកអីតើគាត់ចេញមកមុខក្រែខ្ញុំនឹងតាំងពីពេលណាខ្ញុំថែមទាំងមានអារម្មណ៍ថាគាត់នឹងមិនដកដង្ហើមទៀតផងតែអ្វីដែលអាដុលនិយាយនឹងជាការពិតឬតើពិសិដ្ឋនៅចំពោះមុខខ្ញុំនឹងមិនមែនជាគាត់ទេមែនខ្ញុំមិនហ៊ាននិយាយជាមួយពិសិដ្ឋទេខ្ញុំបានបន្តការសម្ដែងធ្វើជាដេកលក់បន្តទៀតពិសិដ្ឋនឹងឈរនៅមុខក្រែរបស់ខ្ញុំនឹងមិនកម្រើកអស់រយៈពេលជាយូរភ្នែករបស់គាត់នឹងសម្លឹងមកខ្ញុំជាប់រហូតមិនដឹងថាវាមានរយៈពេលប៉ុន្មានទេគាត់នឹងក៏ត្រឡប់ទៅក្រែរបស់គាត់វិញក្នុងចិត្តខ្ញុំនឹងក៏រៀងធូរស្រាលបន្តិចខ្ញុំគិតថាប្រហែលជាគាត់នឹងគ្រាន់តែមកមើលប៉ុណ្ណោះហើយភាគច្រើនអាដុលនឹងគិតច្រើនពេកហើយខ្ញុំក៏សម្លឹងមើលទៅក្រែរបស់ពិសិដ្ឋពេលដែលមើលទៅក្រែរបស់គាត់ភ្លាមនឹងធ្វើឲ្យខ្ញុំនឹងបែកញើសត្រជាក់ពេញខ្លួនពិសិដ្ឋអង្គុយនៅលើក្រែសម្លឹងមកពួកយើងនឹងដោយមិនដាក់ភ្នែកសោះខ្ញុំនឹងស្ទើរតែស្រែកយប់នៅពេលនោះប៉ុន្តែខំមាត់សង្កត់ចិត្តណាស់ប្រសិនបើខ្ញុំនឹងបានបើកទូរស័ព្ទរបស់ខ្ញុំនឹងផ្ញើសារទៅអាដុលគាត់ប្រកាសជាដឹងហើយខ្ញុំភ័យខ្លាចហើយក៏យកភួយនឹងគ្របក្បាលហើយទ្រាំរហូតដល់ភ្លឺរហូតដល់ព្រឹកព្រលឹមនឹងពន្លឺព្រះអាទិត្យនឹងចាំងចូលក្នុងបន្ទប់នឹងខ្ញុំក៏មានអារម្មណ៍ថាសុវត្ថិភាពបន្តិចហើយទូរស័ព្ទរបស់ខ្ញុំនឹងរំញ័រឡើងម្ដងទៀតវាជាសារមកពីអាដុលថា
លេងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅយប់មិញខ្ញុំដែលទៅតែធូរស្រាលបានបន្តិចហ្នឹងក៏មានអារម្មណ៍តានតឹងម្ដងទៀតដូច្នេះតើមានរឿងអ្វីកើតឡើងចំពោះពិសិដ្ឋទៅហើយតើអាដុលហ្នឹងដឹងរឿងអ្វីខ្លះដើម្បីស្វែងរកការពិតហ្នឹងនៅពេលបាយថ្ងៃត្រង់ហ្នឹងខ្ញុំបានអូសអាដុលហ្នឹងទៅជ្រុងមួយនៃអាហារដ្ឋានពេលខ្ញុំរៀបនឹងនិយាយនឹងអាដុលបាននិយាយមុនថាខ្ញុំនឹងដឹងថាឯងចង់សួរអ្វីហើយប៉ុន្តែខ្ញុំនឹងក៏មិនដឹងរឿងនេះដូចគ្នាពិសិដ្ឋនឹងនៅតែជាពិសិដ្ឋដដែលទេគ្រាន់តែខ្លួនរបស់គាត់នឹងត្រូវបានប្រឡាក់ដោយរបស់អ្វីម្យ៉ាងដែលពួកយើងនឹងមើលមិនឃើញតែប៉ុណ្ណោះចុះឥឡូវយើងនឹងត្រូវធ្វើដូចម្តេចទៅខ្ញុំបានសួរពីបញ្ហាដែលខ្ញុំបារម្ភបំផុតនាពេលបច្ចុប្បន្ននេះទៅអាដុលនឹងក៏ក្រវីក្បាលខ្ញុំគ្រាន់តែយល់ដឹងបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេបើគេនិយាយដូច្នេះហើយខ្ញុំក៏មិនដឹងថាត្រូវនិយាយអ្វីទៀតដែរល្ងាចនោះនឹងខ្ញុំបានទៅសាលានឹងជួបលោកគ្រូដើម្បីសុំផ្លាស់ប្ដូរបន្ទប់ហើយសុំច្បាប់ទៅជួលផ្ទះសំណាក់តូចមួយនឹងនៅក្រៅសាលាវិញខ្ញុំនឹងមិនអាចប្រឈមនឹងរឿងនេះទេខ្ញុំក៏គេចចេញទៅសិនខ្ញុំក៏បាននិយាយទៅក្នុងក្រុមដែលមានចំនួន4នាក់គឺមិត្តភ័ក្តិសម្លាញ់របស់ខ្ញុំនេះឯងសួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំត្រឡប់ទៅផ្ទះវិញហើយយប់នោះនឹងខ្ញុំបានគេងនៅក្នុងផ្ទះសំណាក់ដោយសន្តិភាពណាស់អាដុលអាខ្លោយពីអ្នកឯងនឹងត្រូវតែរស់រានដោយខ្លួនឯងហើយពេលនេះយើងមិនអាចប្រឈមនឹងរឿងបែបនេះបានទៀតទេខ្ញុំបានកំងអាហារខាងក្រៅហើយបន្តអូសមើលវីដេអូលេងនឹងនៅលើគ្រែខ្ញុំនឹងក៏ដេកលក់ដោយស្នាមញញឹមដ៏ស្ងប់ស្ងាត់នៅក្នុងបន្ទប់គេងក្នុងរយៈពេលជាច្រើនថ្ងៃចាប់តាំងពីសាលានឹងវ៉ាកងធំនេះនឹងជាលើកដំបូងដែលខ្ញុំនឹងអាចគេងលក់ដោយស្ងប់បានប៉ុន្តែបន្ទាប់ពីដេកលក់ស្រួលមិនបានប៉ុន្មានផងសំឡេងរោលទូរស័ព្ទនឹងក៏បានដាស់ខ្ញុំពីដំណេកម្ដងទៀតនៅក្នុងសភាពងងុយដេកនឹងខ្ញុំបានឮសំឡេងរបស់អាដុលថាលេងឯងនឹងនៅផ្ទះអត់អាសិតនឹងអត់នៅក្នុងបន្ទប់ប៉ុន្មានថ្ងៃហើយវើយពេលឮសំឡេងរបស់គាត់ភ្លាមនឹងខ្ញុំក៏ភ្ញាក់ខ្លួនព្រឺតតើមានន័យថាម៉េចពិសិដ្ឋនឹងមិននៅក្នុងបន្ទប់ទេគាត់មិននៅក្នុងបន្ទប់បានន័យថាគាត់នឹងមិននៅក្នុងបន្ទប់នឹងឯងហើយវានឹងមិនទាន់ត្រឡប់មកវិញទេអីរហូតមកដល់ម៉ោង 2 យប់ហើយហ្នឹងអាដុលនឹងនៅម្ខាងទៀតមានអារម្មណ៍ថាភ័យបន្តិចដែរប៉ុន្តែឯងនៅផ្ទះអញ្ចឹងគួរតែមិនមានបញ្ហាអ្វីទេផ្ទះរបស់ឯងនៅឆ្ងាយណាស់វានឹងមិនគួររកឯងឃើញឡើយសម្ដីរបស់អាដុលនឹងធ្វើឲ្យខ្ញុំនឹងបែកញើសជោគខ្ញុំមិននៅផ្ទះទេខ្ញុំនៅផ្ទះសំណាក់តូចនៅមាត់ទ្វារសាលានេះឯងទូរស័ព្ទហ្នឹងក៏ស្ងាត់ភ្លាមអាដុលខ្ញុំនឹងស្រែកហៅជាច្រើននោះប៉ុន្តែគ្មានអ្នកឆ្លើយសោះមួយសន្ទុះក្រោយមកហ្នឹងទូរស័ព្ទរបស់ខ្ញុំនឹងស្រាប់តែមានអ្នកផ្សេងហ្នឹងខលចូលមកម្ដងទៀតហើយអ្នកដែលខលមកហ្នឹងគឺជាអាដុលខលមកសារជាថ្មីខ្ញុំហ្នឹងក៏ប្រញាប់លើកភ្លាមអាដុលអំបញ្ញមិញហ្នឹងហេតុអ្វីបានជាទូរស័ព្ទដាច់អញ្ចឹងក្រែងឯងទៅតែទូរស័ព្ទមកសួរខ្ញុំថាខ្ញុំនឹងនៅផ្ទះអត់ហើយនិយាយថាអាសិតហ្នឹងមិននៅក្នុងបន្ទប់ទៀតលេងខ្ញុំនឹងអត់បានទូរស័ព្ទទៅឯងណាគ្នាទៅតែទៅឯងម្ដងនឹងតើមុននឹងអាសិតនៅបន្ទប់តើគ្រាន់តែមិញហ្នឹងគាត់ទៅតែចេញទៅខាងក្រៅទេទៅតែចេញទៅមុននេះក្នុងខ្លួនខ្ញុំហ្នឹងក៏ចាប់ផ្ដើមតាមតាំងអារម្មណ៍ម្ដងទៀតអញ្ចឹងមិនន័យថាមុនហ្នឹងឯងហ្នឹងមិនបានទូរស័ព្ទមកខ្ញុំទេមែនអត់គ្នាហ្នឹងមិនបានទៅឯងទេហើយអាដុលហ្នឹងក៏បន្តនិយាយជាមួយនឹងខ្ញុំប្រហែលជារបស់កខ្វក់នៅលើខ្លួនរបស់ពិសិដ្ឋហ្នឹងបានដឹងថាឯងហ្នឹងដឹងរឿងរបស់គេហើយដូច្នេះគេហ្នឹងនឹងទៅរកឯងហើយ